ធ្លាប់តែឃើញគេយកសាច់ក្រកយកទៅចៀនយកទៅអាំងឬក៏យកទៅឆាបាយធ្វើបាយឆាបាយលីងអីចឹងទៅបងប្អូនអញ្ចឹងថ្ងៃនេះប្លែកបងប្អូនខ្ញុំយកសាច់ក្រកនេះមកឆ្នៃឆាជាមួយនឹងស្ពៃតឿបងប្អូននេះស្ពៃតឿខ្ញុំទិញគេដែរពីម្សិលឥឡូវតោះមកដឹងពីវិធីសាស្ត្ររបស់ខ្ញុំបាទតើបងប្អូនអញ្ចឹងថ្ងៃនេះដែរខ្ញុំមកធ្វើការឆាបាទឆាសាច់ក្រកជាមួយនឹងស្ពៃតឿបងប្អូននេះស្ពៃតឿយើងបាទចំពោះបងប្អូនដែលមានបំណងដូចថាមានសាច់ក្រកហើយយើងអាំងហូបទៅវាតលន់ពេកបាទហូបសាច់ក្រកតទេទៅវាតលន់ពេកបងប្អូនអាចសាកបងវិធីសាស្ត្រដូចខ្ញុំបាទឥឡូវតោះយើងមកធ្វើការឆាទាំងអស់គ្នាជំហានដំបូងគឺយើងយកសាច់ក្រករបស់យើងទៅលាងសម្អាតឲ្យវាបានស្អាតសិនបន្តមកទៀតយើងយកកាត់វាជាដុំរបស់វាមកនេះហើយមានហូតអំបោះហូតអីចេញសិនអញ្ចឹងណាពេលកុំឲ្យស្លាក់កឬហូបចូលពោះអីចឹងទៅហើយជំហានបន្តមកទៀតគឺយើងធ្វើការហាន់វាជាប្រទះស្ដើងតឹងដូចតែខ្ញុំមកនេះអញ្ចឹងអធិស្ឋានផងទាំងអស់គ្នាដែលមើលមកឃើញជ្រុញខ្ញុំរៀងពណ៌ខ្មៅបាទតាមពិតទៅជ្រុញមួយនេះគឺវាសបល់អញ្ចឹងឯងបងប្អូនដោយសារតែជ្រុញនេះខ្ញុំប្រើច្រើនឆ្នាំទៅហើយមុននឹងយកមកធ្វើការហាន់ម្ហូបហាន់បន្លែហាន់អីហ្នឹងគឺខ្ញុំធ្វើការលាងកោសវាខ្លាំងមែនតើប៉ុន្តែដោយសារតែវាចាស់ទៅមើលទៅឃើញខ្មៅអញ្ចឹងអត់មានកក្រិចអត់មានអីណាតាមពិតខ្ញុំលាងស្អាតហើយសារតែជ្រុញនឹងវាចាស់ហើយយើងប្រើច្រើនឆ្នាំបាទអធិស្ឋានផងតែតោះចូលមកប្រធានបទយើងវិញជំហានបន្តមកទៀតគឺយើងធ្វើការហាន់ខ្ទឹមសបងប្អូនទាំងអស់គ្នាអាចដំចិញ្ច្រាំឲ្យម៉ត់ក៏បានឬក៏ហាន់ប្រទេសដូចតែខ្ញុំក៏បានដែរហើយបន្តមកទៀតគឺយើងធ្វើការបកស្ពៃតឿរបស់យើងបាទអញ្ចឹងអ្នកទាំងអស់គ្នាអាចហាន់ឬក៏បកដូចខ្ញុំក៏បានដែរប៉ុន្តែខ្ញុំចូលចិត្តតែប្រលេះវាស្លឹកចេះហើយគឺហាវយកទៅឆាតែម្ដងបាទឥឡូវបន្តពីយើងបេះវាជាធាងជាសន្លឹកហើយយើងយកវាទៅត្រាំទឹកអំបិលធ្វើការលាងសម្អាតឲ្យច្រើនទឹកច្រើនដងអញ្ចឹងណាបងប្អូនដោយសារតែវាជាប្រភេទបន្លែមកពីផ្សារអញ្ចឹងយើងអត់ដឹងប្រភពច្បាស់លាស់ទេនេះបងប្អូនពិសេសគឺតាមគល់វាអញ្ចឹងគឺសបោជាប់ដីជាប់ធលីជាប់សម្រាមអីមកអញ្ចឹងបងប្អូនធ្វើការលាងសម្អាតវាឲ្យបានច្រើនទឹកអញ្ចឹងទៅបាទពួកខ្ញុំម៉ូលាងម្ដងមួយតអស់គ្រប់សន្លឹកតែម្ដងជិះវាមានតកៅមានដីអីចឹងណាបងប្អូនពិសេសគឺនៅតាមគល់ធាងរបស់វាតែម្ដងតទៅពីយើងលាងស្អាតហើយគឺយើងស្រង់ដាក់កញ្ច្រែងទុកពីមួយលើសិនឲ្យស្រស់ទឹកហើយជំហានបន្តមកទៀតគឺយើងធ្វើការហាន់ម្ទេសបាទទាំងអស់គ្នាមានម្ទេសស្រស់ក៏បានឬក៏ប្រើម្ទេសក្រៀមដូចខ្ញុំក៏បានដែរបាទឥឡូវនេះទាំងអស់គ្នាគ្រឿងរបស់យើងបានហាន់បានជ្រៀកបានចិញ្ច្រាំអីសពគ្រប់មកហើយតោះយើងយកមកធ្វើការឆាពោះរបៀបក្នុងការឆាវិញដូចតែយើងឆាសាច់គោឆាសាច់ជ្រូកនឹងឯងបងប្អូនវាអត់មានអីខុសគ្នាទេជំហានដំបូងគឺយើងដាក់ដាំខ្ទះឲ្យក្តៅទៅយើងចាក់ប្រេងឆាបន្តិចចូលហើយយើងបំពងខ្ទឹមឲ្យវាឈ្ងុយអញ្ចឹងទៅបងប្អូននេះកូរត្រឡប់វាទៅបាទហើយយើងព្យាយាមដុតភ្លើងវាឲ្យក្តៅជាប់អញ្ចឹងណាអ្នកម្ដាយខ្ញុំគាត់និយាយថាសម្លឆ្ងាញ់គឺដោយសារភ្លើងមើលតែខ្ទឹមរបស់យើងរៀងក្រហមតិចហើយគឺយើងធ្វើការបង់ម្ទេសចូលឆ្លុះពេញទឹកពេញដីហើយបន្តមកទៀតគឺយើងដាក់ស្ករត្នោតចូលបងប្អូនមានស្ករសក៏បានដែរមើលទៅខ្ទឹមបំពងជាមួយនឹងស្កររបស់យើងឡើងក្រហមឈ្ងុយឈ្ងប់ហើយអ្នកនរគ្នាធ្វើការបង់សាច់ក្រកយើងចូលតែម្ដងបាទហើយក៏ធ្វើការកូរច្បល់ធ្វើម៉េចឲ្យគ្រឿងវាសព្វចូលគ្នាបានល្អអញ្ចឹងណាមិនបាច់ចាំខ្ញុំប្រាប់ក៏អ្នកនរឲ្យដឹងហើយមែនទេហើយបន្តមកទៀតគឺយើងធ្វើការដាក់ប្រេងខ្យងបន្តិចចូលអូយគឺថាជះក្លិនឈ្ងុយឈ្ងប់ផ្ទះ2ផ្ទះ3បាទគេសួរលាន់ថាបានហូបអីក៏ឈ្ងុយមែនទេយើងបន្តកូរត្រឡប់វារហូតអញ្ចឹងណាបងប្អូនជាវាខ្លោចអញ្ចឹងទៅហើយក៏យើងធ្វើការដាក់ទឹកត្រីបន្តិចចូលបងប្អូនដាក់បន្តិចបានឲ្យរយៈវាប្រៃហើយជំហានបន្តមកទៀតគឺយើងធ្វើការចាក់ស្ពៃតឿយើងចូលទៅនេះហើយក៏យើងធ្វើការកូរច្បល់វាឲ្យសព្វចូលគ្នាបានល្អបាទជំហានបន្តមកទៀតគឺយើងធ្វើការរោយប៊ីចេងបាទតាមពិតទៅប៊ីចេងយើងត្រូវដាក់តាំងពីយើងដាក់សាច់ក្រកចូលប៉ុន្តែដោយសារតែអស់អញ្ចឹងទឹករត់ទៅទិញមកអញ្ចឹងមិនអីទេយើងរោយតាមក្រោយក៏បានដែរទាំងអស់គ្នាអត់មានឆ្ងល់ទេថាហេតុអីបានជាខ្ញុំអត់ដាក់អំបិលចូលតែហើយប្រកាសជាដឹងហើយថាខ្ញុំជាមនុស្សចូលចិត្តហូបសាបមិនសូវជាចេះហូបប្រៃប្រហែលទេអញ្ចឹងយើងដាក់ទឹកត្រីហើយនឹងប្រេងខ្យងហើយសាច់ក្រកហ្នឹងគឺវាមានជាតិប្រៃនៅក្នុងនឹងស្រេចទៅហើយអញ្ចឹងប៉ុណ្្នឹងគឺល្មមហើយសម្រាប់ខ្ញុំអត់មានថែមអំបិលទេបាទទាំងអស់គ្នាយើងប្រើតាមចំណង់ចំណូលចិត្តអញ្ចឹងណាដូចជាម្ទេសអីបើចំពោះអ្នកដែលមិនចេះហូបទេគឺមិនបាច់ដាក់ក៏បានដែរហើយស្ករអីយើងអាចកាត់បន្ថយតាមនឹងចឹងទៅនិយាយទៅតាមចំណង់ចំណូលចិត្តស្រឡាញ់ប៉ុណ្ណាដាក់ប៉ុណ្្នឹងទៅចំពោះបន្លែគឺខ្ញុំអត់យកឆ្អិនខ្លាំងពេកទេបងប្អូនខ្ញុំយកលក្ខណៈច្រប់តែប៉ុណ្្នឹងគឺឆ្អិនហើយទាំងអស់គ្នាអត់មានអីពិបាកទេងាយអានេះជា style របស់ខ្ញុំទាំងអស់គ្នាគឺខ្ញុំចូលចិត្តដួសបាយដាក់មកកញ្ចប់អញ្ចឹងហើយបន្តមកទៀតដួសបន្លែដួសឆារបស់យើងដាក់មកខាងចឹងមកនេះដើម្បីកាត់បន្ថយការប្រឡាក់ចានអស់ច្រើនពេកដោយសារតែ admin នឹងខ្ជិលលាងចានបាទមិនសូវជាអាសាមញ្ញទេរឿងដុសចានដុសឆ្នាំងហ្នឹងមកយ៉ាងវិញទៀតខ្ញុំហូបរបៀបនេះមានអារម្មណ៍ថាវាឆ្ងាញ់ជាងដែលយើងដាក់ចានផ្សេងគ្នាបងប្អូនទាំងអស់គ្នាអាចធ្វើការដួសដាក់ចានផ្សេងទៅមិនបាច់ចាំដាក់ដូចខ្ញុំក៏បានដែរហើយតោះដោយសារតែម្ហូបរបស់យើងបានរួចរាល់ឆ្អិន 100% ហើយក៏ដួសដាក់ចានរួចដែរឥឡូវតោះមកធ្វើការហូបអាហារថ្ងៃត្រង់ជាមួយនឹងខ្ញុំបាទសន្តិទាំងអស់គ្នាតោះទាំងអស់គ្នាឥឡូវឆាសាច់ក្រកជាមួយនឹងស្ពៃកន្ទឿរបស់យើងបានឆ្អិន 100% ហើយវាជាប្រភេទគៀកម៉ោង11ហើយបងប្អូនអញ្ចឹងជាអាហារថ្ងៃត្រង់តែម្ដងបាទអញ្ចឹងខ្ញុំមានបាយហើយខ្ញុំប្រើ chopstick បងប្អូនចកាឥឡូវតោះយើងធ្វើការភ្លក់ម្ដងនេះបងប្អូនគ្នាសាច់ក្រកសាច់ជ្រូកបាទអូ delicious ឆ្ងាញ់
ไปเตอร์ตอนนี้ก็ดับบาร์ไทม์เตี้ยนะแต่ซาสักกระยังมีเมียนจีดปลายขลาหายจะก็ดับบาร์ดับไปนั่นก็ละมอมนั่นปลาตะไคร้สไปกระตือตาเขาเดียวสักกระมวยสไปเตอร์จะพูดปลายเนี่ยตอนนี้กำชาไปอันไปบ่าและขณะตกจรบโดยยอมพันเนี่ยช่างงังจรบบานไหนเรื่องห้องติดนะครับนั่น